Shazam ដែលចេញពីផ្លូវលំដងងឹតមួយក្នុងទីក្រុងនាពេលរាត្រីដោយបង្ហាញស្នាមញញឹមយ៉ាងស្រស់ស្រាយនិងមានទំនុកចិត្តខ្ពស់គាត់បានរត់តម្រង់ទៅមុខរួចលោតឡើងលើដំបូលឡានចាស់មួយគ្រឿងដែលគ្របដណ្ដប់ដោយព្រើយ៉ាងស្រាលស្រឡះ Shazam ឈរយ៉ាងមានមោទនភាពនិងធ្វើកាយវិការអួតពីកម្លាំងរបស់ខ្លួននៅចំពោះមុខ Freddie Freeman សម្លឹងមើលទៅស្មារបស់ Shazam ដោយក្តីភ្ញាក់ផ្អើលជាខ្លាំងនិងហាក់ដូចជាមិនជឿនឹងភ្នែកខ្លួនឯងតតែសោះ Shazam បញ្ចេញកម្លាំងរន្ទះពណ៌ខៀវយ៉ាងខ្លាំងក្លាចេញពីចុងម្រាមដៃរបស់គាត់តម្រង់ទៅកាន់រចនាសម្ព័ន្ធដែកមូលនៅក្នុងសួនកុមារថាមពលអគ្គិសនីបានរត់ខ្វាត់ខ្វែងពេញរចនាសម្ព័ន្ធដែកនោះខណៈពេលដែល Shazam និង Freddie សម្លឹងមើលវាដោយក្តីរំភើបនិងរីករាយ Shazam ដើរចូលទៅជិតរួចចង្អុលទៅកាន់បុរសម្នាក់ដែលមានម៉ូដសក់ចម្លែកនិងមានពុកចង្កាក្រាស់គាត់បានប្រើដៃដ៏មានថាមពលចាប់អោបបុរសម្នាក់នោះជាប់យ៉ាងណែនខណៈបុរសនោះបង្ហាញការភ័យខ្លាច Freddie Freeman មើលមកពួកគេទាំងញឹមបិទមាត់មិនជិតខណៈពេលដែលស្ត្រីម្នាក់ហុចប្រាក់ដុល្លារឲ្យទៅ Freddie Shazam ងាកមើលឆ្វេងស្ដាំជុំវិញខ្លួនដោយក្តីស្រឡាំងកាំងនិងងឿងឆ្ងល់ចំពោះកម្លាំងដ៏អស្ចារ្យរបស់ខ្លួន Shazam ឈរយ៉ាងធំស្កឹមស្កៃនៅក្នុងហាងលក់ទំនិញទាន់ចិត្តមួយកន្លែងចំពីមុខបញ្ចុះគិតលុយគាត់និង Freddie Freeman ដើរជាគ្នាយ៉ាងរីករាយនិងជ្រើសរើសទិញទំនិញផ្សេងនៅលើធ្នើក្នុងហាងស្រាប់តែមានចោរប្លន់ឌុបពីរនាក់ពាក់របាំងមុខខ្មៅជិតជឹងនិងកាន់កាំភ្លើងខ្លីដើរសម្រុកចូលមកចោរបានភ្ជុំកាំភ្លើងមករកពួកគេទាំងពីរប៉ុន្តែ Shazam មិនមានការភ័យខ្លាចឬតក់ស្លុតបន្តិចឡើយ Freddie Freeman ប្រញាប់លើកទូរស័ព្ទដៃរបស់ខ្លួនឡើងដើម្បីថតវីដេអូសកម្មភាពប្រឈមមុខគ្នានោះយ៉ាងយកចិត្តទុកដាក់ Shazam ធ្វើមុខឌឺដងសាច់ចំអកនិងបង្ហាញកាយវិការមិនកោតញើសដាក់ក្រុមចោរប្លន់ទាំងនោះតតែសោះចោរប្លន់ម្នាក់ដែលពាក់អាវធំបានសម្រេចចិត្តបាញ់កាំភ្លើងមួយគ្រាប់សម្ដៅត្រង់ទៅរកទ្រូងរបស់ Shazam គ្រាប់កាំភ្លើងសំប៉ែតមិនអាចឃ្លីស្បែកគាត់ឡើយហើយភ្លាមនោះពួកចោរត្រូវបានវាយខ្ទាតចេញទៅដេកលើព្រៅក្រៅហាង Shazam និង Freddie Freeman ដើរចេញពីហាងទាំងញឹមបូមាត់ដោយកាន់ប្រអប់ទឹកដោះគោនិងកញ្ចប់នំពេញដៃពួកគេទាំងពីរដើរកាត់ស្ត្រីម្នាក់ដែលកំពុងឈរមើលពួកគេដោយក្តីងឿងឆ្ងល់នៅលើចិញ្ចើមភ្លើងនាពេលរាត្រី Shazam និង Freddie Freeman អង្គុយនៅលើកាំជណ្ដើរថ្មដ៏ធំសម្លឹងមើលទៅកាន់ទិដ្ឋភាពភ្លើងពណ៌នៃទីក្រុងដ៏ស្រស់ស្អាតពួកគេទាំងពីរអង្គុយទំពានំនិងជេរគ្នាយ៉ាងមានក្តីសុខនៅក្បែរដើមណូអែលដែលមានតុបតែងភ្លើងចម្រុះពណ៌ដ៏ធំមួយនៅក្នុងបន្ទប់ទទួលភ្ញៀវដ៏កក់ក្ដៅបុរសម្នាក់កំពុងរៀបចំដោយភ្លើងដើមណូអែលខណៈស្ត្រីម្នាក់ឈរមើលពីក្រោយទាំងក្រៀមក្រំពួកគេទាំងពីរបានបដូរមកអង្គុយជេរគ្នានៅលើសាឡុងដោយបុរសនោះចាប់កាន់ដៃស្ត្រីនោះដើម្បីលួងលោម Shazam លុបដើរលុបឡើងតាមកាំជណ្ដើរឈើក្នុងផ្ទះយ៉ាងស្ងៀមស្ងាត់បំផុតដើម្បីកុំឲ្យអ្នកនៅក្នុងផ្ទះដឹងខ្លួន Freddie និង Billy ឈរជេរគ្នាយ៉ាងស្ងាត់ស្ងៀមនៅក្បែរក្បាលជណ្ដើរក្នុងផ្ទះដែលមានពន្លឺស្រអាប់ឪពុកម្ដាយចិញ្ចឹមរបស់ពួកគេគឺ Victor និង Rosa កំពុងអង្គុយលំហែកាយនៅលើសាឡុងក្បែរដើមក្នុងរូបរាងជាកំពូលវីរបុរសសាសាមក្រុមជុតពណ៌ក្រហមបានលុបសារពី Freddie ព្យាយាមធ្វើកាយវិការលួងលោមដាឡាដែលកំពុងអង្គុយផ្អែកខ្នងទៅនឹងក្បាលក្រែទាំងភិតភ័យសាសាមអន់ខ្លួនចុះនិយាយលួងលោមទៅកាន់ដាឡាយ៉ាងស្រទន់ខណៈនាងបានត្រឡប់មកក្នុងរូបរាងជាក្មេងប្រុសធម្មតាវិញហើយកំពុងឈរជុំគ្នាជាមួយ Freddie និងដាឡាដើម្បីពិភាក្សាគ្នាដាឡាងើបមុខឡើងសម្លឹងចំទៅ Billy ទាំងទឹកមុខបង្ហាញការងឿងឆ្ងល់យ៉ាងខ្លាំង Freddie ងាកទៅនិយាយពន្យល់សេចក្តីលម្អិតទៅកាន់ Billy ទាំងទឹកមុខមើងម៉ាត់និងព្រួយបារម្ភ Dr. Sivana ដែលពាក់អាវកូតធំវែងបានប្រើដៃរុញបើកទ្វារកញ្ចក់ចូលទៅក្នុងបន្ទប់ប្រជុំដ៏ធំស្កឹមស្កៃសមាជិកក្រុមប្រឹក្សាភិបាលទាំងអស់ដែលអង្គុយជុំវិញតុប្រជុំងាកមកមើល Dr. Sivana ទាំងក្តីងឿងឆ្ងល់ឪពុករបស់ Dr. Sivana អង្គុយនៅលើកៅអីនៅខាងចុងតូសម្លឹងមើលមកកូនរបស់ខ្លួនឯងទាំងមិនពេញចិត្ត Dr. Sivana ដើរបោះជំហានយឺតសម្ដៅត្រង់ទៅរកបងប្រុសរបស់គាត់ឈ្មោះ Ted ដែលកំពុងអង្គុយនៅតុ Ted ងើបមុខសម្លឹងមើលមក Dr. Sivana រួចនិយាយពាក្យសម្ដីឌឺដងនិងមើលងាយទៅកាន់គាត់ Dr. Sivana ស្ទុះទៅចាប់ក្របួចអាវ Ted រួចប្រវែងបោះទៅបុកទម្លាយកញ្ចក់អគារធ្វើឲ្យសមាជិកប្រជុំទៅទៀតស្រែកឆោឡោទាំងភ័យរន្ធត់ខ្លះស្ទុះក្រោកឈរទាំងមិនជឿ Dr. Sivana បង្ហាញភ្នែកខាងស្ដាំដែលបញ្ចេញពន្លឺពណ៌ខៀវរួចក៏ហើបមាត់បញ្ចេញផ្សែងខ្មៅក្រាស់មកលើតុផ្សែងខ្មៅបានប្រមូលផ្ដុំគ្នាប្រែរូបរាងទៅជាបិសាចធំហេម៉ាហើយវាបានលូកដៃទៅចាប់បុរសម្នាក់លើកឡើងលើអាកាសបិសាចដ៏គួរឲ្យខ្លាចនោះបានខំត្របាក់បុរសម្នាក់នោះខណៈស្ត្រីម្នាក់ទៀតស្រែកផ្អើលនិងព្យាយាមថយក្រោយបុរសយាមសន្តិសុខរត់មកដល់មាត់ទ្វារកញ្ចក់រួចសម្លឹងមើលទិដ្ឋភាពខាងក្នុងទាំងក្តីរន្ធត់តែមិនហ៊ានចូលឡើយ Dr. Sivana ដើរបោះជំហានរំលងសាកសពជាច្រើនដែលដេកស្លាប់រប៉ាត់រប៉ាយពេញអេតការ៉ូឪពុករបស់ Dr. Sivana អង្គុយលើកៅអីទាំងខ្លួនប្រាញ់ញ័រត្រឹកសម្លឹងមើលមកកូនប្រុសខ្លួនឯងទាំងភ័យខ្លាច Dr. Sivana ឈរនៅកណ្ដាលបន្ទប់ងាកមើលទៅឆ្វេងទៅស្ដាំសម្លឹងមើលហ្វូងបិសាចទាំង7ដែលកំពុងក្រហមបិសាចរូបរាងអាក្រក់ទាំងអស់បានឡោមព័ទ្ធជុំវិញតុប្រជុំធ្វើឲ្យបន្ទប់ទាំងមូលពេញដោយភាពគួរឲ្យខ្លាចបំផុត Dr. Sivana ដើរយឺតចូលទៅជិតឪពុករបស់ខ្លួនរួចសម្លឹងមើលមុខចំដោយគ្មានក្តីមេត្តាបិសាចមួយក្បាលបានបើកមាត់ធំរួចលោតស្ទុះទៅខំត្របាក់ឪពុករបស់ Dr. Sivana តាមការបញ្ជា Dr. Sivana ដើរត្រឡប់ថយក្រោយចូលទៅក្នុងជណ្ដើរយន្តវិញយ៉ាងស្ងៀមស្ងាត់និងមានទឹកមុខស្មើធេងទ្វារជណ្ដើរយន្តពណ៌ប្រាក់បានបិទជិតហើយជណ្ដើរយន្តចាប់ផ្ដើមរត់ចុះទៅជាន់ក្រោមយ៉ាងលឿននៅខាងក្រៅសាលារៀនដែលមានព្រៅធ្លាក់សិស្សច្បងទំនើង2នាក់គឺព្រែកនិងប៊ឹកដើរឡើងកាំជណ្ដើរចូលសាលាពួកគេទាំងពីរងាកមកមើលក្រោយស្រាប់តែមានឡានដឹកទំនិញមួយគ្រឿងបើកបុកទម្លីឡានដែលចតនៅចិញ្ចើមថ្នល់ Billy ដើរតែម្នាក់ឯងនៅក្នុងច្រកផ្លូវដើរសាលារៀនរួចស្រាប់តែ Freddie ដើរកាន់ឈើច្រត់ចេញពីបន្ទប់សម្រាប់គ្រូ Billy និង Freddie ដើរកាត់តាមច្រកផ្លូវដើរក្នុងសាលារៀនពួកគេបានដើរមកដល់ក្បែរសន្តិសុខម្នាក់ដែលកំពុងអង្គុយយាមនៅទីនោះសន្តិសុខបានក្រោកឈរឡើងហើយចង្អុលដៃទៅកាន់ Billyគាត់បានប្រាប់ឲ្យពួកគេឈប់ព្រោះតែការស្លៀកពាក់របស់ Billy ភ្លាមនោះ Billy បានប្រែក្លាយខ្លួនទៅជាសាសាម Shazam ដែលមានមាឌធំនិងពាក់អាវធំវែងសាសាមបាននិយាយទៅកាន់សន្តិសុខរួចបង្ហាញការសម្គាល់ខ្លួនភាពបានកាត់ទៅកាន់រោងចក្រចាស់មួយកន្លែងដែលបោះបង់ចោលសាសាមសាកល្បងកម្លាំងរបស់ខ្លួនដោយដើរទៅលើសោះថ្មដ៏ធំមួយរហូតដល់បែកខ្ចាក់ខ្ចាយបន្ទាប់មកគាត់បានសាកល្បងហោះហើរឡើងទៅលើអាកាសដោយមាន Freddie ឈរមើលពីខាងក្រោមសាសាមនិង Freddie បានរៀបចំប្រអប់ក្រដាសពីរដើម្បីសាកល្បងថាមពលរន្ទះបាញ់ចេញពីដៃ Freddie បានប្រើប្រាស់ទូរស័ព្ទដៃរបស់គេដើម្បីថតវីដេអូទុកហើយបង្ហោះវាចូលទៅក្នុងអ៊ីនធឺណិតចំនួនអ្នកចូលទស្សនាវីដេអូនៅលើគេហទំព័របានកើនឡើងយ៉ាងលឿនជាបន្តបន្ទាប់
សាសាមបានព្យាយាមហោះហើរម្ដងទៀតនៅកណ្ដាលទីក្រុងប៉ុន្តែបានធ្លាក់ចុះមកវិញពួកគេទាំងពីរនាក់បានដើរចូលទៅក្នុងសន្តាគារលំដាប់ខ្ពស់មួយបន្ទាប់មកពួកគេបានទៅឈរនៅពីមុខទូកលក់ភេសជ្ជៈស្វ័យប្រវត្តិដើម្បីសាកល្បងថាមពលរបស់សាសាមបានដើរទៅកាន់ក្លឹបកំសាន្តរាត្រីមួយកន្លែងប៉ុន្តែត្រូវបានសន្តិសុខនៅខាងមុខបដិសេធមិនឲ្យចូលពួកគេបានទៅដល់ទូអេបហើយសាសាមបានប្រើថាមពលអគ្គិសនីធ្វើឲ្យលុយហោះចេញមកក្រៅយ៉ាងច្រើនពួកគេទាំងពីរបានយកលុយទាំងនោះទៅទិញផ្ទះឬចលនាទ្រព្យដោយអង្គុយជែកជាមួយភ្នាក់ងារលក់ទិដ្ឋភាពបានត្រឡប់ទៅកាន់សាលារៀនវិញដែល Billy និង Freddie ដើរនៅក្នុងច្រកផ្លូវដើរជាមួយសិស្សដទៃទៀត Freddie បាននិយាយរឿងរ៉ាវផ្សេងទៅកាន់ Billy ខណៈពេលដែលសិស្សដទៃទៀតកំពុងសម្លឹងមើលមកពួកគេមានក្រុមក្មេងទំនើងពីរនាក់បានឈរមើលពួកគេដោយទឹកមុខមិនពេញចិត្តទិដ្ឋភាពបានប្តូរទៅកាន់បន្ទប់ទទួលទានអាហារពេលល្ងាចជុំគ្រួសាររបស់ពួកគេសមាជិកគ្រួសារទាំងអស់រួមទាំង Billy និង Freddie បានចាប់ដៃគ្នានិងជែកគ្នាយ៉ាងសប្បាយរីករាយនៅលើតុអាហារ Freddie Freeman និយាយបងប្អូនជីដូនមួយរបស់ខ្ញុំគាត់មានការិយាល័យធំមួយនៅទីក្រុង Freddie Freeman បន្តនិយាយទៅកាន់ Eugene Choi Dala Dudley កំពុងញ៉ាំអាហារពេលល្ងាចយ៉ាងសប្បាយរីករាយ Billy Batson អង្គុយស្ដាប់ការសន្ទនាដោយស្ងប់ស្ងាត់គ្រួសារទាំងមូលកំពុងរីករាយនឹងការញ៉ាំអាហារជុំគ្នានៅលើតុ Billy Batson ក្រោកឈរឡើងហើយដើរចេញពីតុអាហារអ្នកគ្រប់គ្នានៅលើតុអាហារសម្លឹងមើលទៅ Billy Batson ដោយការងឿងឆ្ងល់ Billy Batson និង Freddie Freeman ដើរជាមួយគ្នានៅលើផ្លូវដែលមានព្រៅធ្លាក់ពួកគេទាំងពីរនាក់បន្តដើរសម្ដៅទៅមុខយ៉ាងលឿន Billy Batson និង Freddie Freeman ដើរមកដល់មុខសាលារៀនដែលមានសិស្សជាច្រើន Freddie Freeman ងាកមកមើលជុំវិញខ្លួនដោយការរំពឹងទុកFreddie Freeman បង្ហាញទឹកមុខស្រងូតស្រងាត់ហើយដើរចូលទៅក្នុងសាលាទិដ្ឋភាពពីលើអាកាសបង្ហាញពីស្ពានដ៏ធំមួយភ្ជាប់ទីក្រុងសាមឈរញឹមយ៉ាងមានមោទនភាពនៅក្នុងសួនច្បារឡានដឹកទំនិញធុនធំមួយគ្រឿងកំពុងបើកបរយ៉ាងលឿននៅលើផ្លូវថ្នល់ Marie Bromfield ដើរកាត់ផ្លូវទាំងដៃកាន់សៀវភៅនិងឯកសារសាមសម្លឹងមើលទៅមុខដោយការភ្ញាក់ផ្អើលយ៉ាងខ្លាំង Marie Bromfield និយាយទៅកាន់សាមដោយទឹកមុខព្រួយបារម្ភសាមព្យាយាមពន្យល់និងលួងលោម Marie Bromfield Marie Bromfield មើលទៅមិនសូវជឿជាក់លើសម្ដីរបស់សាមឡើយសាមនិង Marie Bromfield ដើរជាមួយគ្នានៅក្បែរផ្ទះឥដ្ឋពណ៌ក្រហមសាមនិយាយខ្ញុំគ្រាន់តែចង់ជួយដល់អ្នកគ្រប់គ្នាតែប៉ុណ្ណោះ Marie Bromfield ស្ដាប់ដោយយកចិត្តទុកដាក់ប៉ុន្តែនៅតែមានការសង្ស័យសាមនិយាយបន្តមើលចុះពិភពលោកនេះត្រូវការអ្នកហឡាដូចជាខ្ញុំ Marie Bromfield បង្ហាញទឹកមុខធុញទ្រាន់នឹងការអួតអាងរបស់គាត់សាមធ្វើកាយវិការចង្អុលទៅលើមេឃដើម្បីបង្ហាញពីភាពអស្ចារ្យ Marie Bromfield ដកដង្ហើមធំហើយហុចសំបុត្រមួយច្បាប់ទៅឲ្យគាត់ Freddie Freeman ឈរនៅកណ្ដាលចំណោមសិស្សជាច្រើនដែលកំពុងសម្លឹងមើលគាត់ Freddie Freeman លូកដៃទៅប៉ះត្រចៀករបស់គាត់ដោយភាពអៀនខ្មាសសិស្សសាលាជាច្រើនអ្នកកំពុងជែកគ្នាលេងយ៉ាងកុះករនៅក្នុងអាហារដ្ឋាន Freddie Freeman អង្គុយម្នាក់ឯងនៅលើតុអាហារដ៏ធំមួយក្មេងប្រុសពីរនាក់ដើរមកជិតហើយសើចចំអកដាក់ Freddie Freeman សាមធ្វើការសម្ដែងលេងជាមួយកុមារម្នាក់នៅទីធ្លាសាធារណៈមនុស្សជាច្រើនចំរំមើលនិងថតរូបសាមយ៉ាងច្រើនកុះករសាមនិយាយទៅកាន់ហ្វូងមនុស្សសូមស្វាគមន៍មកកាន់ការសម្ដែងរបស់ខ្ញុំសាមលើកដៃទាំងពីរឡើងដើម្បីបង្កើនភាពរំភើបដល់ទស្សនិកជនShazam និយាយទៅកាន់ Freddie ទាំងរំភើបនៅក្បែរឡានក្រុងដែលខូច Freddie មើលទៅ Shazam ទាំងហួសចិត្តខណៈពេលមានប៉ូលីសដើរកាត់ Freddie និយាយពន្យល់ទៅកាន់ Shazam យ៉ាងហ្មត់ចត់ Shazam ស្ដាប់ Freddie ទាំងទឹកមុខស្រងាកចិត្តបន្តិច Daddy Savannah ដើរកាត់ហ្វូងមនុស្សយ៉ាងមានអំណាចនិងគួរឲ្យខ្លាច Shazam ងាកក្រោយមកឃើញ Savannah ហើយក៏រៀបចំខ្លួនប្រយុទ្ធSavannah ដោះវ៉ែនតាចេញបង្ហាញភ្នែកម្ខាងដែលមានពន្លឺពណ៌ខៀវវេទមន្ត Savannah បញ្ចេញថាមពលភ្លេចបន្ទោលពណ៌ខៀវវាប្រហារទៅលើ Shazam ត្រូវកម្លាំងទង្គិចដួលទៅលើដំបូលឡានក្រុងយ៉ាងខ្លាំង Savannah ហោះឡើងទៅលើមេឃយ៉ាងលឿនសម្ដៅទៅរក Savannah ចាប់ក្ររបស់ Shazam ហោះឡើងទៅលើពុកយ៉ាងខ្ពស់ Savannah និយាយគំរាមកំហែង Shazam ទាំងកំពុងហោះនៅលើអាកាស Savannah ប្រឡែងដៃធ្វើឲ្យ Shazam ធ្លាក់ចុះមកក្រោមយ៉ាងលឿន Shazam ព្យាយាមគ្រប់គ្រងខ្លួនរួចក៏ចាប់ផ្ដើមហោះហើរឡើងវិញដោយខ្លួនឯងShazam ហោះឆ្ពោះទៅរក Savannah វិញនៅលើអាកាសក្បែរអគារខ្ពស់ពួកគេទាំងពីរវាយប្រហារគ្នាទៅវិញទៅមកយ៉ាងសាហាវនៅកណ្ដាលអាកាស Freddie មើលទៅលើមេឃទាំងបារម្ភពី Shazam ក្មេងស្រីម្នាក់រត់ទៅរកតួអង្គ Santa Claus នៅកន្លែងកំសាន្តបុណ្យ Noel ក្មេងស្រីនោះអង្គុយលើផ្លូវ Santa Claus ដើម្បីថតរូប Shazam ត្រូវគេវាយធ្លាក់ទម្លុះកញ្ចក់ចូលមកក្នុងហាងសម្លៀកបំពាក់ស្ត្រីពីរនាក់នៅក្នុងហាងមើលទៅ Shazam ទាំងភ្ញាក់ផ្អើលនិងភ័យខ្លាច Shazam ត្រូវដួលបោកទៅលើគំនូរតុក្កតាខ្លាឃ្មុំយ៉ាងច្រើននៅក្នុងហាងលក់ប្រដាប់ក្មេងលេង Savannah ដើរចូលមកក្នុងហាងប្រដាប់ក្មេងលេងទាំងទឹកមុខមាំ Shazam ក្រោកឈរឡើងរួចដើរថយក្រោយទាំងភ័យស្លន់ស្លោ Shazam ដើរជន់លើក្តារចុចព្យាណូយនៅលើឥដ្ឋបង្កើតជាសំឡេងតន្ត្រី Savannah ដើរស្វែងរក Shazam នៅក្នុងហាងយ៉ាងស្ងប់ស្ងៀម Shazam ហោះទម្លុះកញ្ចក់បង្អួចរត់គេចខ្លួនចេញទៅក្រៅអគារ Savannah ងើបមុខមើលតាមប្រហោងកញ្ចក់ដែលបែក Savannah ដើរកាត់ហ្វូងមនុស្សដែលកំពុងរត់ឆ្កានៅក្នុងផ្សារទំនើប Savannah សម្លឹងមើលទៅមុខដោយទឹកមុខខឹងសម្បារ Savannah ចាប់ច្របាច់ក៏ Freddie ផ្អឹបនឹងទូដែកចាក់សោ Savannah យកកម្រាមដៃចង្អុលទៅក្បាលរបស់ Freddie ដើម្បីគំរាមសួរព័ត៌មាន
បបរោះម្នាក់នៅខាងក្រៅផ្ទះងើបមើលទៅលើមេឃទាំងចម្លែកចិត្តស្ត្រីម្នាក់អូសដៃក្មេងប្រុសម្នាក់រត់ចូលក្នុងផ្ទះយ៉ាងលឿនរួចបរោះនោះក៏ដើរចូលតាមក្រោយ